របៀបរៀបចំអំពូលតាក់ទាញសន្លឹកដើម្បីឲ្យសន្លឹកមកច្រើនចាំបងប្អូនតាក់ទងជាមួយនឹងអំពូលតាក់ទាញសន្លឹកនេះมันប្រកបថានៅពេលដាក់ទៅដឹងតែសន្លឹកមកច្រើនទេបងប្អូនជាសន្លឹកច្រើននេះតាមខែតាមរដូវហើយតាមតំបន់អញ្ចឹងខែសន្លឹកមួយចំនួនខែភ្លឺអត់ដេញទេដេញតែខែងឹតហើយសន្លឹកមួយចំនួនទៀតដេញតែពីខែភ្លឺខែងឹតអត់ដេញទេអញ្ចឹងដូចជាខ្មុលដូចជាចង្រិតដូចជាកដោបអីពីច្រើនដេញតែខែពេលតែខែងឹតបងប្អូនហើយតើតងជាមួយនឹងតំបន់ខ្លះបើតំបន់ចកាភាគច្រើនគឺដេញរហូតមានន័យថាសត្វមកច្រើនរហូតប៉ុន្តែសម្រាប់តំបន់ខ្លះតំបន់វាលដូចជាតំបន់វាលស្រែអីនឹងតឡាខែងឹតហើយមានសើមច្រើនឬក៏មានតំបន់នោះមានទឹកច្រើនហ្នឹងគឺសត្វមកច្រើនប៉ុន្តែបើសិនជាបងប្អូនមានទឹកដាក់ចំពេលដែលស្ងួតជាប់ខែប្រាំងស្ងួតតែម្ដងនឹងភាគច្រើនអត់ស្ងមានសត្វទេមកតែមកតិចប៉ុន្តែបើសិនជាករណីនៅតំបន់របស់បងប្អូនតំបន់ដែលមានបឹងច្រើនមានបឹងមានទឹកអូទឹកព្រែកច្រើនទោះបីខែប្រាំងក៏នៅតែសម្បូរសន្លឹកដែរប៉ុន្តែតើតងជាមួយនឹងការដាក់នេះបងប្អូនត្រូវតែរៀបចំឲ្យត្រូវបើសិនជារៀបចំអត់ត្រូវទេទោះបីតំបន់របស់បងប្អូនមានសន្លឹកច្រើនក៏បងប្អូនដាក់ទៅសន្លឹកអត់មកដែរហើយតើតងជាមួយនឹងការរៀបចំមានបងប្អូនយើងមួយចំនួនគាត់រៀបចំគាត់ពីច្រើនគាត់ដាក់អំពូលហ្នឹងគៀកទៅនឹងទឹកស្រះមានន័យថាគាត់ដាក់ទៀបមែនតើអញ្ចឹងបងប្អូនសម្រាប់ការដាក់អំពូលទៀបបែបនេះសន្លឹកអត់ស្ងមកទេបងប្អូនហេតុអីដោយសារអំពូលយើងវាបានបងប្អូនកាលណាយើងដាក់គៀកជាមួយនឹងទឹកសត្វដែលនៅឆ្ងាយគឺអត់ឃើញអំពូលនោះទេមានតែសត្វដែលនៅក្បែរប្រហែលម៉ែត្រពីអំពូលនឹងឯងតែឃើញអំពូលហ្នឹងអញ្ចឹងការដាក់ចោលដាក់អញ្ចឹងទេបងប្អូនសម្រាប់ការដាក់បងប្អូនមានអំពូលមួយទៅបងប្អូនដាក់ទៀបក្បែរស្រះណាមួយឬក៏ពីរទៅហើយបន្តមកទៀតមានអំពូលពីរផ្សេងទៀតបងប្អូនដាក់ខ្ពស់លើកឲ្យខ្ពស់អញ្ចឹងសម្រាប់អំពូលដែលបងប្អូនដាក់ខ្ពស់ហ្នឹងគឺជាអំពូលដែលតាក់ទាញសត្វដែលនៅចម្ងាយឆ្ងាយអញ្ចឹងនៅពេលដែលសត្វដែលនៅចម្ងាយឆ្ងាយវាឃើញអំពូលដែលខ្ពស់ហ្នឹងគឺវាហាមកហើយហាមកភាគច្រើនរោមនៅខាងលើហើយធ្លាក់មកក្រោមបានចាប់ដើមរោមនៅអំពូលនៅខាងក្រោមអញ្ចឹងនៅពេលដែលរោមអំពូលនឹងក្រោមមួយរយៈហើយវានឹងជួសជុលទឹកហើយត្រីដែលយើងចិញ្ចឹមនឹងស៊ីដែរបងប្អូនអញ្ចឹងបើសិនជាករណីបងប្អូនដាក់នៅលើសឹកត្រីប៉ុន្តែបើសិនជាបងប្អូនដាក់ដើម្បីចាប់អញ្ចឹងមានបងប្អូនមួយចំនួនគាត់ដាក់ដើម្បីចាប់យកធ្វើចំណីមួនចំណីត្រីឬក៏សត្វច្រើនតិចគាត់ហាលទុកអញ្ចឹងទៅទុកធ្វើចំណីពេលក្រោយអញ្ចឹងសម្រាប់បងប្អូនដែលចាប់បងប្អូនត្រូវរៀបចំដូចនៅក្នុងវីដេអូបងប្អូនរៀបចំផ្នែកខាងក្រោមដាក់តង់ក៏បានឬក៏មានធុងឬក៏មានចានដែកធំដាក់ខាងក្រោមក៏បានអញ្ចឹងអំពូល2ឬក៏1យើងដាក់ខាងក្រោមដាក់ទៀបក្បែរចានដែកឬក៏ក្បែរកន្លែងដែលយើងរៀបចំសម្រាប់ត្រង់យកសន្លឹកហ្នឹងហើយអំពូល2ទៀតបងប្អូនដាក់ផ្នែកខាងលើដាក់ខ្ពស់អញ្ចឹងធ្វើបែបនេះសន្លឹកនឹងមកច្រើនបងប្អូនអញ្ចឹងតាមបទពិសោធន៍ដែលដាក់ប្រឡងមកបើសិនជាដាក់តែអំពូលនេះហើយដាក់ទៀបគឺសន្លឹកអត់មកទេបងប្អូនមកតែមកតិចប៉ុន្តែបើសិនជារៀបដូចខ្ញុំនិយាយមិញមានអំពូលខ្លះនៅលើដាក់នៅខាងលើហើយអំពូលខ្លះទៀតយើងដាក់នៅខាងក្រោមធ្វើបែបនេះគឺសន្លឹកមកច្រើនហើយកម្ពស់ទៅលើយើងដាក់ឲ្យបានពី3ម៉ែត្រទេបងប្អូនណាពី3ម៉ែត្រកន្លះទៅដាក់ខ្ពស់ទៅបងប្អូនអញ្ចឹងដាក់កាន់តែខ្ពស់កាន់តែល្អហើយអំពូលដែលដាក់ខាងលើដាក់ឲ្យច្រើនទៅយើងដាក់2អីទៅដាក់ខាងលើ2ខាងក្រោម1ទៅបើមានច្រើនជាងនឹងទៀតកាន់តែល្អបងប្អូនអញ្ចឹងគោលដៅរបស់យើងតាក់ទាញសត្វពីចង្អៃមកកន្លែងពូលរបស់យើងហើយសត្វដែលហោះពីចង្អៃមកដូចពេលម្ដងពូលឲ្យខ្ពស់ហ្នឹងវាអត់រោមកន្លែងហ្នឹងពូលឲ្យខ្ពស់ហ្នឹងបានទេបងប្អូនវាធ្លាក់មកក្រោមហើយវានឹងរោមពូលហ្នឹង